សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់អេពីសូតទី7របស់ខ្ញុំដែលរឿងរ៉ាវថ្ងៃទាំងដែរត្រូវបានចែករំលែកពីបងប្រុសម្នាក់ឈ្មោះបូណាដោយបងបូណាគាត់ប្រាប់ថារឿងរ៉ាវហ្នឹងកើតឡើងក្រោយពេលដែលគាត់និងម៉ាក់គាត់ត្រឡប់មកពីលេងផ្ទះយាយគាត់នៅខេត្តមួយកន្លែងហើយក្រោយពេលត្រឡប់មកពីលេងយាយរបស់គាត់នឹងវិញទើបធ្វើឲ្យគ្រួសារគាត់ជួបរឿងដ៏គួរឲ្យឈឺចាប់ហើយបងបូណាមានវិប្បដិសារីរហូតដល់បច្ចុប្បន្នអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលមកស្ដាប់សាច់រឿងយើងទាំងអស់គ្នារឿងរ៉ាវមួយនេះដែរកើតឡើងនៅពេលដែលបងបូណាមានអាយុ18ឆ្នាំដែលពេលហ្នឹងគាត់រស់នៅជាមួយនឹងម៉ាក់របស់គាត់មានឈ្មោះថាដានីហើយពេលហ្នឹងបងបូណាបានប្រឡងបញ្ចប់ថ្នាក់ទី12រួចហើយគាត់មានបំណងដាក់អាហារូបករណ៍ទៅរៀននៅ USA ហើយបងបូណាគាត់ប្រាប់ថាម៉ាក់គាត់គឺជាមនុស្សស្រីដែលកាចខ្លាំងមែនទែនប៉ុន្តែម៉ាក់គាត់ស្រឡាញ់គាត់ take care គាត់គ្រប់បែបយ៉ាងបងបូណាគាត់ថាកាលពីគាត់រៀននៅបឋមសិក្សាម៉ាក់គាត់តែងតែបរៀនគាត់រហូតរាល់ល្ងាចក្រោយពេលញ៉ាំបាយរួចហ្នឹងម៉ាក់គាត់តែងតែបរៀនបងបូណាបោកដកគុណចែកបរៀនអានអក្សរបរៀនអង់គ្លេសនិយាយរួមគឺម៉ាក់គាត់ take care បងបូណាខ្លាំងមែនទែនហើយម៉ាក់គាត់តែងតែសួរថាបងបូណារាល់ថ្ងៃហ្នឹងប្រកែអីដែរខ្សោយអីដែរបើថាអត់ចេះមុខវិជ្ជាអីអត់ចេះត្រង់ណាម៉ាក់គាត់ជួយបរៀនបន្ថែមហើយរាល់ថ្ងៃក្រោយពីបងបូណាត្រឡប់មកពីសាលារៀនវិញមកដល់ផ្ទះម៉ាក់គាត់តែងតែឆែកកាតាបឆៃសៀវភៅចង់ដឹងថាបងបូណាហ្នឹងថ្ងៃហ្នឹងកែបានបន្ទុកប៉ុន្មានគឺម៉ាក់គាត់ធ្វើបែបហ្នឹងរហូតហើយបងបូណាគាត់ចាំថាមានពេលមួយគាត់អត់ចេះសូត្រមេ7ទេហើយពេលហ្នឹងគឺម៉ាក់គាត់ឲ្យបងបូណារៀនសូត្រមេ7ដោយទុកពេលឲ្យមួយថ្ងៃដោយស្អែកឡើងពេលល្ងាចគឺម៉ាក់បងបូណាឲ្យបងបូណាសូត្រមេ7ហ្នឹងឲ្យស្ដាប់ហើយបងបូណាថាម៉ាក់គាត់គឺសួរត្រឡប់ទៅត្រឡប់មកហើយសួរចេះទៀតថា7 6ដងម៉ាន7 9ដងម៉ានហើយនៅពេលដែលម៉ាក់គាត់សួរភ្លាមគឺបងបណ្ណាហ្នឹងត្រូវតែឆ្លើយភ្លាមហ្មងអត់មានធ្វើអីទេហើយនៅល្ងាចហ្នឹងគឺម៉ាក់គាត់ឲ្យបងបណ្ណាឈរទួលសភៅហ្នឹង2ម៉ោងហើយឈរទួលសភៅបដាសូត្រមេ7នឹងបដាហើយហ្នឹងគឺជាចរិតរបស់ម៉ាក់បងបូណាគឺមីងដានីហ្នឹងណាឥឡូវយើងបកមកចូលនៅពេលដែលបងបូណាមានអាយុ18ឆ្នាំនឹងវិញប្រាប់តែមានថ្ងៃមួយគឺម៉ាក់បងបូណាហ្នឹងបបួលបងបូណាទៅលេងផ្ទះយាយរបស់គាត់នៅខេត្តមួយហើយនៅពេលដែលទៅដល់ខេត្តមួយនោះបងបូណាក៏បានជួបពូរបស់គាត់មានឈ្មោះថាពូបូដែលពូគាត់រៀបចំខ្លួនត្រៀមទៅបុណ្យភូមិហើយពេលនោះបងបូណាក៏សុំពូបូទៅជាមួយដែរចំណែកឲ្យពូបូគាត់ក៏អត់ចិត្តអាក្រក់ដែរគាត់ក៏ឲ្យបងបូណាទៅជាមួយទៅហើយបុណ្យភូមិហ្នឹងគឺជាបុណ្យភូមិគេធ្វើថ្វាយអ្នកតាម្ចាស់ស្រុកនៅពេលដែលបងបូណានិងពូបូទៅដល់កន្លែងពិធីបុណ្យហ្នឹងបងបូណាក៏សួរពូបូថាពូគេដើរឃើញនៅកន្លែងហ្នឹងមានអ្នកតាមានវត្ថុស័ក្តិសិទ្ធិអីចេញមកឲ្យឃើញអត់គេនាំគ្នាជឿហ្នឹងហើយពូបូក៏ថាឲ្យបងបូណាទៅថាពួកឯងកុំនិយាយចឹងកន្លែងហ្នឹងកន្លែងវត្ថុស័ក្តិសិទ្ធិរបស់អ្នកភូមិនៅហ្នឹងគេជឿគ្រប់គ្នាហើយពូបូគាត់ប្រាប់បងបូណាទៀតថាក្មួយឯងចង់ដាក់អាហារូបករណ៍ទៅរៀននៅ USA ហ្នឹងក្មួយឯងសាកសុំមើលឃើញលើបានហើយពេលហ្នឹងគឺបងបូណាគាត់និយាយចេញមកនិយាយចោលហ្មងគាត់ថាបើខ្លាំងមែនហើយគាត់ជាប់អាហារូបករណ៍ទៅ USA ហ្នឹងមកហើយចង់បានអីបើយកពីគាត់មកគាត់ឲ្យទាំងអស់គឺបងបូណាគាត់និយាយចឹងហើយគាត់និយាយលឺហ្មងហើយពូបូលឺចឹងគាត់ថាឲ្យបងបូណាថាអីខ្លួនឯងកុំនិយាយចឹងកន្លែងហ្នឹងកន្លែងស័ក្តិសិទ្ធិប្រយ័ត្នគេប្រកាន់ហើយបងបូណាក៏គាត់លេងមាត់ទៅរហូតមកដល់ផ្ទះវិញពូបូហ្នឹងក៏គាត់យករឿងហ្នឹងទៅប្រាប់ម៉ែរបស់គាត់ដែលជាយាយបងបូណាហ្នឹងហើយយាយបងបូណាឮចឹងក៏ប្រាប់ឲ្យបងបូណាទៅសុំខមាទោសនៅកន្លែងវត្ថុស័ក្តិសិទ្ធិហ្នឹងទៅកាញ់លើគេប្រកាន់ណាប៉ុន្តែបងបូណាគាត់អត់ជឿនិយាយរួមមនុស្សបងបូណាហើយនឹងម៉ាក់របស់គាត់គឺអត់ជឿរឿងខ្មោចរឿងវត្ថុស័ក្តិសិទ្ធិហ្នឹងទេគឺអត់ជឿសោះហ្មងហើយដល់ពេលឃើញចឹងយាយរបស់គាត់ហើយនឹងពូរបស់គាត់ក៏អត់ដឹងធ្វើមិនដែរក៏មានតែបដ ாய் តាមតាណើហើយកន្លងផុតទៅ4 5ថ្ងៃបងបូណានិងម៉ាក់គាត់ក៏ត្រឡប់មកភ្នំពេញវិញហើយរយៈពេលមួយសប្តាហ៍ដំបូងគឺបងបូណាគាត់អត់អីទេស្រាប់តែកន្លះខែក្រោយមកគឺបងបូណានឹងគាត់ធ្លាក់ខ្លួនឈឺដោយគាត់មានអាការៈចុកទ្រូងថប់ដង្ហើមហើយល្វើយគ្មានកម្លាំងហត់ហើយនៅពេលដែលទៅពេទ្យហ្នឹងគឺពេទ្យពិនិត្យទៅអត់ឃើញបងបូណាគាត់ឈឺអីទេគឺអត់មានមូលហេតុរើដើមហេតុនៃជំងឺគាត់គឺអត់ឃើញពេទ្យពិនិត្យថាគាត់សុខភាពធម្មតាអត់មានឈឺអីហើយពេលហ្នឹងគឺមីងដានីតាក់ទងទៅម៉ាក់របស់គាត់ដែលជាយាយបងបូណាហ្នឹងណាដើម្បីឲ្យយាយបងបូណាហ្នឹងរកមនុស្សម្នាក់មកមើលថែបងបូណាដោយសារម៉ាក់គាត់រវល់ទៅធ្វើការអត់អាចនៅមើលថែបងបូណាបាននៅពេលហ្នឹងណាយាយគាត់ដឹងថាបងបូណាឈឺក៏ប្រាប់ឲ្យម៉ាក់បងបូណានាំបងបូណាទៅខេត្តវិញដើម្បីទៅធ្វើពិធីសុំខមាទោសកន្លែងវត្ថុស័ក្តិសិទ្ធិហ្នឹងណាខាញ់ដល់គេប្រកាន់
ហើយដូចខ្ញុំនិយាយប្រាប់ចឹងថាមីងដានីគាត់អត់ជឿរឿងចឹងទេហើយពេលនោះដែរមីងដានីគាត់ឆ្លើយទៅម៉ាក់របស់គាត់ថាអើយម៉ាក់កុំជឿរឿងចឹងបើខ្លាំងមែនមានមែនមករកខ្ញុំមកចង់បានអីមកយកពីខ្ញុំមកកុំទៅយកពីបូណាមីងដានីគាត់និយាយចឹងហើយយាយបងបូណានៅពេលដែលកូនរបស់គាត់អត់ជឿចឹងទៅក៏តាមតាណើទៅណាគាត់ក៏យកកូនឈ្នួលមួយយកទៅឲ្យមើលថែបងបូណាទៅហើយកន្លងផុតទៅបានប្រហែលជា4-5ថ្ងៃបងបូណាហ្នឹងគាត់ក៏ជាពីជំងឺគាត់ហ្មងជាដោយគ្មានមូលហេតុហើយដំបូងពេលឈឺក៏អត់មានមូលហេតុដែរតែក្រោយពីបងបូណាជាលេងម៉ាក់គាត់មីងដានីហ្នឹងគឺចាប់ផ្ដើមឈឺវិញហើយអាការៈគឺស្តៀងទៅនឹងបងបូណាពេលឈឺចឹងគឺម៉ាក់គាត់ប្រាប់ថាគាត់ចេះតែចុកទ្រូងហើយដកដង្ហើមអត់សូវរួចថប់ចឹងហើយបងបូណាគាត់ប្រាប់ថាម៉ាក់គាត់គឺជាមនុស្សដែលលាក់គាត់ច្រើនខ្លាំងមែនទែនមានរឿងអីឈឺអីគឺម៉ាក់គាត់អត់ដែរប្រាប់គាត់ទេហើយលើកហ្នឹងក៏ដូចគ្នាគាត់ឃើញអាការៈម៉ាក់គាត់ដូចអត់សូវស្រួលធម្មតាមនុស្សឈឺខុសពីមនុស្សមិនឈឺហើយបងបូណាគាត់ឃើញម៉ាក់គាត់ប្លែកចឹងគាត់ក៏អាសាសួរម៉ាក់គាត់ដែរថាម៉ាក់កើតអីម៉ាក់អត់ស្រួលខ្លួនមែនតែមីងដានីហ្នឹងគឺគាត់លាក់គាត់ថាអត់អីទេអត់អីទេគឺឆ្លើយចឹងរហូតហើយអាការៈម៉ាក់គាត់បែបហ្នឹងកន្លងផុតទៅបានប្រហែល4-5ថ្ងៃស្រាប់តែមានថ្ងៃមួយមិត្តភក្តិម៉ាក់គាត់នេះទេមកម៉ាក់គាត់ថាគាត់ធ្វើពិធីខួបកំណើតឲ្យកូនគាត់ហើយអញ្ជើញមីងដានីហ្នឹងឲ្យទៅចូលរួមផងដល់ពេលចឹងទៅមីងដានីហ្នឹងក៏បបួលបងបូណាឲ្យទៅចូលរួមកម្មវិធីខួបកំណើតកូនមិត្តភក្តិគាត់ជាមួយនឹងគាត់ដោយសារតែគាត់អត់សូវស្រួលខ្លួនចឹងគាត់ពិបាកបើកឡានអំឡុងពេលនៅក្នុងកម្មវិធីខួបកំណើតកូនមិត្តភក្តិម៉ាក់គាត់ហ្នឹងបងបូណាគាត់សង្កេតឃើញម៉ាក់គាត់គឺប្លែកខ្លាំងមែនទែនហើយបងបូណាក៏សួរម៉ាក់គាត់ទៅថាម៉ាក់កើតអីហើយម៉ាក់គាត់ក៏ប្រាប់ថាគាត់ចេះតែចុកទ្រូងហើយថប់ដង្ហើមហើយល្វើយហើយបងបូណានៅពេលដែលឮម៉ាក់គាត់ប្រាប់មកចឹងគាត់ក៏នឹកឃើញពីអាការៈគាត់ដែលឈឺលើកមុននោះគឺដូចគ្នាចឹងបន្តិចក្រោយមកម៉ាក់គាត់ក៏ទៅបន្ទប់ទឹកហើយបងបូណាចាំម៉ាក់គាត់គាត់ថាម៉ាក់គាត់គឺទៅយូរមែនទែនឡើងជាង10នាទីបងបូណាឡើងឆ្ងល់គាត់ក៏ទៅតាមម៉ាក់គាត់នៅបន្ទប់ទឹកហ្នឹងទៅក៏ឃើញម៉ាក់គាត់ដួលនៅក្នុងបន្ទប់ទឹកហើយកន្លែងក្បាលហ្នឹងឃើញមានពកបងបូណាគិតថាម៉ាក់គាត់ប្រហែលជាល្អល់ដួលនៅក្នុងបន្ទប់ទឹកហ្នឹងហើយពេលហ្នឹងបងបូណាក៏ហៅគេឲ្យមកជួយលើកម៉ាក់គាត់ទៅមន្ទីរពេទ្យទៅនៅពេលមកដល់ពេទ្យបងបូណាគាត់ឆ្ងល់ទៀតថាគាត់នឹងម៉ាក់គាត់ល្អល់ដួលក្នុងបន្ទប់ទឹកសោះហើយពេទ្យពិនិត្យម៉ាក់គាត់គឺយូរមែនតើហើយនៅពេលដែលពេទ្យចេញមកវិញបងបូណាក៏សួរលោកគ្រូពេទ្យថាលោកគ្រូពេទ្យម៉ាក់គាត់មិនហើយឥឡូវគាត់ដឹងខ្លួននៅហើយចម្លើយដល់ពេទ្យឆ្លើយមកវិញណាអ្នកទាំងអស់គ្នាបងបូណាគាត់ថាគាត់ស្ទើរតែមិនជឿពេទ្យប្រាប់ថាគាត់ជួយអត់បានទេដោយសារតែគ្រឿងក្នុងម៉ាក់គាត់ហ្នឹងគឺខ្ទេចទៅហើយមូលហេតុមកពីម៉ាក់គាត់ផឹកស្រាហើយជក់បារីច្រើនពេកហើយបងបូណាគាត់ឮអញ្ចឹងគាត់បដិសេធទៅគាត់ថាអត់ទេម៉ាក់គាត់មិនចេះផឹកស្រាទេហើយក៏មិនចេះជក់បារីដែរនិយាយរួមបងបូណាថាសម្ដីដែលពេទ្យនិយាយហ្នឹងគឺខុសពីសកម្មភាពម៉ាក់គាត់ទាំងស្រុងហើយពេទ្យគាត់អត់ជឿបងបូណាទេអ្នកទាំងអស់គ្នាបើគាត់ពិនិត្យឃើញអញ្ចឹងហើយគាត់ជឿមិនហើយលោកគ្រូពេទ្យក៏ប្រាប់បងបូណាថាយើងជួយអីគាត់អត់បានទេមានតែបដៅឲ្យគាត់ទៅតាមស្រួលហើយបងបូណាអ្នកទាំងអស់គ្នានៅពេលដែលគាត់ឮពេទ្យប្រាប់គាត់ថាអញ្ចឹងគឺគាត់យំដូចយើងស្ដាប់រឿងតាំងពីដើមគឺបងបូណាគាត់មានតែម៉ាក់គាត់មួយទេក្នុងចិត្តគាត់ដូចពិបាកទទួលយកហើយដល់ពេលអញ្ចឹងពេទ្យក៏ឲ្យបងបូណាចូលទៅមើលម៉ាក់គាត់ទៅតែម៉ាក់គាត់អត់ដឹងខ្លួនទេគឺគេងសន្លប់ហើយដាក់អុកស៊ីសែនហើយមិនយូរទេអ្នកទាំងអស់គ្នាកន្លងផុតទៅ2ថ្ងៃបងបូណាគាត់ប្រាប់ថាម៉ាក់គាត់ក៏បានស្លាប់ទៅចោលគាត់ហើយយាយគាត់ក៏បានយកម៉ាក់គាត់នឹងទៅធ្វើពិធីបុណ្យសពនៅខេត្តដែលយាយគាត់រស់នៅអាខេត្តដែលបងបូណាហើយម៉ាក់គាត់ទៅលេងលើកមុននោះហើយនៅពេលដែលធ្វើពិធីបុណ្យសពហើយរឿងរ៉ាវក៏បានស្ងប់ស្ងាត់រហូតដល់4-5ខែក្រោយមកនេះខ្ញុំនិយាយកាត់ណាអ្នកទាំងអស់គ្នាបងបូណាក៏បានទៅរៀននៅ USA ហើយកន្លងផុតទៅ4ឆ្នាំក្រោយបងបូណាក៏បានត្រឡប់មកពីរៀននៅ USA នឹងវិញហើយនៅពេលដែលមកដល់ខ្មែរបងបូណាក៏គាត់រស់នៅផ្ទះដែលគាត់ធ្លាប់រស់នៅជាមួយម៉ាក់គាត់កាលពីម៉ាក់គាត់នៅរស់គាត់រស់នៅធម្មតាអត់មានជួបអីទេតែមានថ្ងៃមួយបងបូណាគាត់ប្រាប់ថាគាត់រៀបចំខ្លួនប្រុងចេញទៅហាត់ប្រាណស្រាប់តែអ្នកជិតខាងជាប់ផ្ទះគាត់នឹងហៅគាត់ហើយសួរគាត់
គាត់សួរថាក្មួយឯងនៅផ្ទះហ្នឹងដែលជួបអីអត់? ហើយបងប៉ុណ្ណាគាត់ឆ្លើយថាទេគាត់អត់ដែលជួបអីទេគាត់រស់នៅសុខសប្បាយធម្មតានៅក្នុងផ្ទះហ្នឹងហើយពូហ្នឹងគាត់ឮអញ្ចឹងគាត់និយាយថាអត់អីទេចឹងអត់អីទេហើយគាត់ក៏សើចទៅហើយបងប៉ុណ្ណាក៏ទៅហាត់ប្រាណទៅរហូតដល់មានថ្ងៃមួយមិត្តភក្តិបងប៉ុណ្ណាដែលធ្វើការមួយគាត់ផ្នែកគូសប្លង់គូសអីចឹងណាសុំមកធ្វើការផ្ទះបងប៉ុណ្ណាហើយបងប៉ុណ្ណាក៏គាត់ឲ្យសោផ្ទះគាត់ទៅមិត្តភក្តិគាត់ឲ្យបើកសោចូលខ្លួនឯងទៅហើយពេលល្ងាចបានបងប៉ុណ្ណាមកវិញហើយមិត្តភក្តិគាត់បានសោហ្នឹងគាត់ទៅផ្ទះបងប៉ុណ្ណាហើយបើកសោចូលទៅធ្វើការផ្ទះបងប៉ុណ្ណាទៅតែធ្វើការនៅអាផ្នែកក្រោមអត់មានឡើងទៅជាន់លើទេផ្ទះបងប៉ុណ្ណាមាន2ជាន់ហើយមិត្តភក្តិបងប៉ុណ្ណាធ្វើការនៅជាន់ក្រោមផ្នែកខាងមុខផ្ទះហើយនៅធ្វើការផ្នែកគូសប្លង់ពួកគាត់ប្រើអាกระดาษប្រភេទធំធំហើយមិត្តភក្តិបងប៉ុណ្ណាហ្នឹងគាត់ក៏លាតក្រាលกระดาษហ្នឹងនៅលើឥដ្ឋការ៉ូទៅហើយ3-4នាក់គាត់នាំគ្នាអោនគូសប្លង់ហ្នឹងហើយធ្វើអញ្ចឹងបានប្រហែលជា4-5នាទីមិត្តភក្តិបងប៉ុណ្ណាហ្នឹងពួកគាត់ក៏ឮសំឡេងមនុស្សស្រីម្នាក់និយាយថាចេញហើយពួកគាត់ប្រាប់ថាពេលហ្នឹង3-4នាក់ពួកគាត់ឮទាំងអស់គ្នាហ្មងហើយពួកគាត់ក៏ងើបឡើងដោយសារតែនៅពេលគាត់គូសប្លង់គាត់ធ្វើអោនអញ្ចឹងទៅពេលគាត់ឮសំឡេងអញ្ចឹងគឺគាត់ងើបឡើងហើយនៅពេលដែលពួកគាត់ងើបឡើងហ្នឹងមិត្តភក្តិបងប៉ុណ្ណាម្នាក់មានឈ្មោះថាប៊ីនហើយបងប៊ីនហ្នឹងគាត់ក៏ស្រែកហើយចង្អុលទៅលើពិដានហើយដល់ពេលអញ្ចឹងមិត្តភក្តិផ្សេងទៀតត្រូវងាកទៅមើលតាមហើយពេលដែលគាត់ងាកទៅមើលហ្នឹងក៏ឃើញមានមនុស្សស្រីម្នាក់ដែលដាក់ជើងទល់នឹងពិដានហើយក្បាលសំយ៉ុងចុះមកក្រោមហើយតែទាំងអស់គ្នាគិតមើលមានមនុស្សណាគេឈរអញ្ចឹងមានតែខ្មោចហើយពួកគាត់ក៏នាំគ្នារត់ផ្អើលចេញពីផ្ទះបងបូណាហ្នឹងទៅហើយនៅពេលដែលពួកគាត់រត់ចេញមកហ្នឹងពួកគាត់អត់បានយកអីវ៉ាន់គាត់ចេញមកទេអញ្ចឹងពួកគាត់ត្រូវចាំបងបូណាហ្នឹងមកផ្ទះសិនដើម្បីឲ្យបងបូណាហ្នឹងចូលទៅយកអីវ៉ាន់គាត់ឲ្យហើយនៅពេលល្ងាចបងបូណាហ្នឹងគាត់មកដល់ផ្ទះក៏ឃើញមិត្តភក្តិពួកគាត់3-4នាក់ហ្នឹងគឺឈរនៅខាងក្រៅផ្ទះអត់ហ៊ានចូលផ្ទះទេហើយនៅពេលដែលបងបូណាឃើញមិត្តភក្តិគាត់ឈរនៅក្រៅផ្ទះអញ្ចឹងបងបូណាក៏សួរថាម៉េចបានចូលក្នុងផ្ទះម៉េចបានមកនៅក្រៅអញ្ចឹងហើយមិត្តភក្តិគាត់ក៏ប្រាប់បងបូណាតាមដំណើររឿងដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងហើយការពិតទៅរឿងហ្នឹងបងបូណាមិនដឹងពេលក្រោយនេះទេប៉ុន្តែខ្ញុំយកទៅនិយាយនៅមុខដើម្បីឲ្យអ្នកទាំងអស់គ្នាស្រួលយល់នៅពេលឮអញ្ចឹងបងបូណាក៏ចូលទៅយកអីវ៉ាន់ឲ្យមិត្តភក្តិគាត់ហ្នឹងទៅមិត្តភក្តិគាត់គឺអត់ហ៊ានចូលទេហើយអ្នកទាំងអស់គ្នាដឹងអត់បងបូណាគាត់ប្រាប់ថាគាត់ឮមិត្តភក្តិគាត់ជួលរឿងបែបហ្នឹងបងបូណាគាត់ថាគាត់អត់សូវជឿទេដោយសារតែតាំងពីម៉ាក់គាត់ស្លាប់ទៅគឺគាត់អត់ដែលឃើញម៉ាក់គាត់អត់ដែលយល់សប្តិឃើញម៉ាក់គាត់អីទេហើយដូចខ្ញុំនិយាយតាំងពីដើមអញ្ចឹងថាបងបូណានិងម៉ាក់គាត់អត់សូវជឿរឿងចឹងទេអត់សូវជឿរឿងវិញ្ញាណរឿងវត្ថុស័ក្តិសិទ្ធិអីចឹងទេកន្លងផុតទៅមុខបានប្រហែលជា2ឆ្នាំពេលហ្នឹងបងបូណាមានគូប្តឹងឲ្យអ្នកទាំងអស់គ្នាហើយយាយបងបូណាដែលនៅខេត្តហ្នឹងក៏បានស្លាប់ដែរនៅមានថ្ងៃមួយថ្ងៃហ្នឹងបងបូណាក៏នាំគូប្តឹងគាត់មកលេងផ្ទះគាត់ហើយគេងនៅផ្ទះហ្នឹងប៉ុន្តែគេងបន្ទប់ផ្សេងគ្នាដោយនៅពេលយប់ហ្នឹងប្រហែលជាម៉ោង2បងបូណាគាត់គេងសុកក៏ឮសំឡេងគូប្តឹងគាត់ស្រែកហើយស្រែកខ្លាំងមែនទែនស្រែកឡើងផ្អើលផ្ទះហើយនៅពេលដែលគាត់ឮគូប្តឹងគាត់ស្រែកចឹងគាត់ក៏រត់ទៅមើលគូប្តឹងគាត់នៅក្នុងបន្ទប់ហ្នឹងហើយគាត់សួរថាអូនឯងស្រែកអីគេអូនឯងឃើញអីហើយគូប្តឹងគាត់ក៏គាត់ប្រាប់ថានៅពេលដែលគាត់គេងហ្នឹងគាត់មានអារម្មណ៍ថាមានដៃពីរមកច្បាច់កគាត់ប៉ុន្តែមិនច្បាច់ឲ្យស្លាប់ឲ្យដកដង្ហើមបាត់រួចទេណាគាត់ដាក់មកលើកគាត់ហ្នឹងហើយគូប្តឹងបងបូណាគាត់ក៏ដឹងខ្លួនគាត់ក៏បើកភ្នែកមកហើយគាត់ក៏ប្រាប់ថាគាត់ឃើញមុខមនុស្សស្រីម្នាក់ទល់មុខគាត់ពីលើមកហ្មងគឺមុខទល់នឹងមុខហើយស្រែកដាក់គាត់ថាយើងជាកុំមកគេងផ្ទះគេទាំងអត់ទាន់រៀបការហងមានគិតដល់កិត្តិយសខ្លួនឯងអត់លេងស្រែកដាក់គាត់ចឹងគឺស្រែកកំហឹងមកខ្លាំងមែនតើហើយគូតដឹងបងបូណាគាត់ឃើញចឹងហើយគាត់ក៏ស្រែកមកទំហឹងហើយបងបូណាឮចឹងក៏រត់មកមើលទៅក្រោយពេលដែលគូតដឹងគាត់ជួបហេតុការណ៍ហ្នឹងហើយបងបូណាគាត់ក៏ចាប់ផ្ដើមគិតហើយនឹងជឿតែទាំងអស់គ្នាគាត់គិតថាប្រហែលជាម៉ាក់គាត់ទេមើលទៅម៉ាក់គាត់អត់ទាន់ទៅណាម៉ាក់គាត់នៅមួយគាត់រហូតក្រោយពេលបងបូណាគិតបានបែបហ្នឹងហើយគាត់ក៏នាំគូតដឹងមកសាពះកន្លែងរូបថតម៉ាក់គាត់ហើយបងបូណាគាត់ក៏និយាយទៅម៉ាក់គាត់ថាម៉ាក់កុំខឹងអីបន្តិចទៀតពួកកូនរៀបការមួយគ្នាហើយថ្ងៃហ្នឹងកូនអ្នកនាំគាត់មកទេហើយបងបូណានិយាយហើយគាត់ក៏នាំគូតដឹងគាត់ទៅគេងវិញទៅហើយពេលហ្នឹងគូតដឹងគាត់គឺភ័យទាំងញ័រទាំងស្លេកបងបូណាគាត់ថាគាត់អាណិតគូតដឹងគាត់មែនតើកន្លងផុតទៅបានមួយរយៈក្រោយគាត់និងគូតដឹងគាត់ក៏បានរៀបការជាមួយគ្នាហើយនៅជាមួយគ្នាក្នុងផ្ទះបងបូណាហ្នឹងប៉ុន្តែក្រោយពេលរៀបការរួចគូតដឹងគាត់អត់ដែលនិយាយថាឃើញអីជួបអីទៀតទេហើយពួកគាត់នៅជាមួយគ្នាក្នុងផ្ទះហ្នឹងមកដល់សព្វថ្ងៃហ្នឹង
ហើយបងបូណាគាត់ថាគាត់ចាប់ផ្ដើមជឿថាលើលោកនឹងមានខ្មោចមានវត្ថុស័ក្តិសិទ្ធិមានអីហ្នឹងតាំងពីគូរដណ្ដឹងគាត់ជួបម៉ាក់គាត់មកស្ដីឲ្យគឺគាត់ជឿហ្មងហើយគាត់ក៏បានគិតហេតុការណ៍ទាំងអស់ត្រឡប់មកវិញហើយបងបូណាហ្នឹងគាត់ក៏យល់ឃើញថាម៉ាក់គាត់ដែលស្លាប់ហ្នឹងគឺបានប្ដូរជីវិតជួយគាត់ដោយសារដំបូងឡើយបងបូណាហ្នឹងបានទៅបុណ្យមួយបបោបុណ្យដែលគេធ្វើឲ្យម្ចាស់ស្រុកហ្នឹងណាហើយគាត់និយាយពាក្យមិនល្អថាបើខ្លាំងមែនគាត់ជាប់អាហារូបករណ៍ទៅ USA ទៅហើយចង់បានអីក៏គាត់ឲ្យដែរមកយកពីគាត់ហើយក្រោយមកបងបូណាក៏បានជាប់អាហារូបករណ៍មែនប៉ុន្តែគាត់ធ្លាក់ខ្លួនឈឺប៉ុន្តែម៉ាក់គាត់នេះបានមកប្ដូរជីវិតជាមួយគាត់ដោយម៉ាក់គាត់បាននិយាយថាចង់បានអីមកយកពីគាត់មកកុំយកពីកូនគាត់អញ្ចឹងគេហ្នឹងគេគឺដូរពីបងបូណាមកដូរយកម៉ាក់គាត់វិញដោយសារការបន់ស្រន់ណាអ្នកទាំងអស់គ្នាខ្ញុំធ្លាប់ឮគេនិយាយថាបើយើងឲ្យអីគេគឺយើងនិយាយឲ្យច្បាស់កុំនិយាយរបៀបដូចបងបូណាថាចង់បានអីមកយកពីគាត់មកគាត់ឲ្យទាំងអស់ហើយចុះបើគេចង់បានជីវិតទៅគឺគិតម៉េចគឺមានបញ្ហាហើយអញ្ចឹងយើងនិយាយឲ្យច្បាស់ឧទាហរណ៍បើយើងសុំឲ្យយើងរកស៊ីលក់ដូរដាច់បើខ្ញុំរកស៊ីលក់ដូរដាច់អញ្ចឹងខ្ញុំសែនមាន់សែនជ្រូកសែនអីឲ្យអញ្ចឹងយើងនិយាយឲ្យច្បាស់យើងកុំនិយាយថាបើចង់បានអីក៏ខ្ញុំឲ្យដែរអញ្ចឹងគឺមានបញ្ហាដល់ខ្លួនយើងនៅពេលថ្ងៃក្រោយហើយទាំងអស់នេះគឺជារឿងរ៉ាវដែលបងបូណាបានជួបហើយបងបូណាគាត់ថានៅពេលដែលគាត់គិតយល់ហេតុការណ៍ទាំងអស់ហើយគឺគាត់ស្ដាយក្រោយមែនទែនគាត់អាណិតម៉ាក់គាត់ដោយសារដូចយើងស្ដាប់រឿងគាត់តាំងពីដើមអញ្ចឹងគាត់នៅតែជាមួយម៉ាក់គាត់ទេអញ្ចឹងគាត់មួយម៉ាក់គាត់កំសត់កំរជាមួយគ្នាតាំងពីដើមហើយដល់ពេលមកជួបរឿងបែបហ្នឹងគឺគាត់បន្ទោសខ្លួនឯងគាត់ថាគាត់មិនគួរទៅនិយាយបែបហ្នឹងទេបើគាត់មិនទៅពិធីបុណ្យហ្នឹងគាត់មិននិយាយបែបហ្នឹងក៏ម៉ាក់គាត់មិនកើតរឿងចឹងដែរហើយក្រោយពីគាត់ជឿទៅលើរឿងខ្មោចរឿងវត្ថុស័ក្តិសិទ្ធិអីចឹងហើយគាត់ចាប់ផ្ដើមចេះធ្វើបុណ្យគាត់អាសាធ្វើបុណ្យឲ្យម៉ាក់គាត់ឧទ្ទិសកុសលឲ្យម៉ាក់គាត់ហើយគាត់ថាតាំងពីម៉ាក់គាត់ស្លាប់រហូតដល់គាត់រៀបការមានគ្រួសារនឹងមកដល់បច្ចុប្បន្នក៏គាត់មិនដែលឃើញម៉ាក់គាត់ដែរយកសពក៏មិនដែលយកសពផងហើយសាច់រឿងដែលបងបូណាយកមកចែករំលែកនេះគឺយើងស្ដាប់ហើយទទួលបានគំនិតអប់រំខ្លាំងមែនទែននៅពេលដែលយើងទៅកន្លែងណាមួយដែលយើងមិនស្គាល់យើងត្រូវប្រយ័ត្នពាក្យប្រយ័ត្នសម្ដីបើយើងមិនជឿយើងកុំប្រមាថហើយមុននឹងខ្ញុំបញ្ចប់វីដេអូមួយហ្នឹងខ្ញុំសូមសរុបសាច់រឿងឲ្យបងប្អូនទាំងអស់គ្នាងាយយល់ដោយដំបូងឡើយបងបូណាមានបំណងដាក់អាហារូបករណ៍ទៅរៀននៅ USA ហើយនឹងមានថ្ងៃមួយម៉ាក់គាត់ក៏បានបបួលបងបូណាហ្នឹងទៅលេងនិយាយគាត់នៅខេត្តមួយហើយនៅពេលទៅដល់ខេត្តហ្នឹងបងបូណាបានឃើញអ្នកភូមិអ្នកស្រុកធ្វើពិធីបុណ្យមួយឲ្យម្ចាស់ស្រុកហើយបងបូណាក៏បានទៅចូលរួមក្នុងកម្មវិធីបុណ្យហ្នឹងជាមួយនឹងពូគាត់ដោយនៅក្នុងកម្មវិធីបុណ្យហ្នឹងបងបូណាបាននិយាយថាបើខ្លាំងមែនឲ្យគាត់ជាប់អាហារូបករណ៍ទៅរៀននៅ USA មកហើយចង់បានអីក៏គាត់ឲ្យដែរក្រោយពេលដែលគាត់ត្រឡប់មកពីខេត្តយាយគាត់ហើយបងបូណាក៏បានធ្លាក់ខ្លួនឈឺដោយឈឺហ្នឹងគឺអត់ដឹងមូលហេតុទេហើយនៅមានពេលមួយម៉ាក់គាត់ក៏បានទេទៅយាយរបស់គាត់ហើយយាយរបស់គាត់ក៏បាននិយាយថាឲ្យនាំចៅឲ្យនាំបងបូណាហ្នឹងមកស្រុកវិញមកសុំខមាទោសម្ចាស់ស្រុកគេខាញ់ដល់គេប្រកាន់ហើយម៉ាក់បងបូណាហ្នឹងហេតុតែមិនជឿគាត់ក៏និយាយថាបើខ្លាំងមែនចង់បានអីមកយកពីគាត់មកកុំយកពីកូនគាត់ក្រោយពេលដែលម៉ាក់គាត់និយាយបែបហ្នឹងហើយបងបូណាក៏បានជាពីជំងឺតែបែរជាម៉ាក់គាត់ជាអ្នកឈឺវិញហើយឈឺរហូតដល់ស្លាប់ហើយនេះគឺជារឿងរ៉ាវទាំងអស់ដែលកើតឡើងទៅលើបងបូណានិងម៉ាក់របស់គាត់ហើយបើសិនជាបងប្អូនទាំងអស់គ្នាស្ដាប់មិនទាន់ឬក៏មិនសូវយល់ត្រង់ចំណុចណាមួយអាច comment សួរខ្ញុំនៅខាងក្រោមវីដេអូហ្នឹងបានណាហើយកុំភ្លេចចុច like និង subscribe channel របស់ខ្ញុំម្នាក់មួយផងអរគុណដែលស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ